ដល់វេលាទៅដល់វាដាំហើយនេះធំហើយវាធំអត់ស្មើដោយសារតែទី1យើងយកអារបាយដីដែលយើងដាក់សម្រាប់ដាំនោះវាយកមកបដោះអញ្ចឹងទៅវាមានអាចគោមានអីផ្សេងៗវាអត់តន់បែកវាបែកមកល្អដល់ពេលអញ្ចឹងទៅវាមានអាខ្លះដោះលូតលាស់ខ្ពស់ជាងធំជាងដោយសារមានសារធាតុចិញ្ចឹមដូចជាអាចគោអាចអីជីជាតិច្រើនអញ្ចឹងទៅវាដោះស្មើបើជាក់ស្ដែងយើងគួរតែលេបាយដីកំប៉ុស្តផ្សេងកុំយកអាបាយដីសម្រាប់តែយើងដាំនេះដូចជាបាយដីសម្រាប់យើងដាំចេះដោយសារតែវាអត់បែកម៉ត់ល្អអញ្ចឹងណាវាបែកម៉ត់ល្អអញ្ចឹងទៅវាការដំណុះរបស់វាអត់តន់គ្នាមើលខ្លះធំណាទាំងតូចដោយសារកតាបាយដីរបស់យើងអញ្ចឹងទៅវាមានធំតូចហ្នឹងឡើយនេះគឺយើងដល់ពេលវេលាត្រូវចាប់យកទៅដាក់នៅក្នុងថង់ហើយវាធំល្មមហើយអាចនឹងការដាំបានហើយប៉ុណ្ណេះហើយវាបានមកខូចជាងហើយយើងមកសាប់បាជាងបើខាងបងប្អូនណាដែលចង់បដោះវាគឺត្រូវលាយបាយដីបាយឲ្យត្រឹមត្រូវបើមិនចុះដែរវាដោះណាអត់តន់គ្នាមានថាដំណោះរបស់វាអត់តន់គ្នាវាលូតលាស់អត់តន់គ្នាវាលូតលាស់អត់ស្មើអញ្ចឹងទៅធ្វើវាមានធំទូចអាណាធំគឺដោយសារតែវាមានជីជាតិគ្រប់គ្រាន់ដូចជាអាចគោអាចអីដោយសារវាអត់តន់បែកហ្នឹងអាចគោខ្លះវានៅរៀងធំដល់ពេលយើងយកមកដាក់ទៅវានឹងឲ្យវានៅជីវជាតិច្រើនអញ្ចឹងទៅវាដល់ពេលយើងដាក់បដោះក្របអញ្ចឹងទៅវាទទួលបានជីវជាតិច្រើនវាមានសន្ទុះពុះលឿនជាងក្របខ្លះរណ្ដៅខ្លះអញ្ចឹងណាអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណេះទេដោយសារតែយើងត្រូវចិត្តដល់ពេលវេលាត្រូវដាក់ដាំហើយនឹងហើយចាំតាមដានទស្សនានៅវីដេអូក្រោយទៀតវីដេអូវគ្គដាំ